រៀបសួរក៏ដូចជាសួស្តីទៅដល់ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹង Channel KNK ថ្ងៃនេះផងដែរខ្ញុំបាននាំមកនៅរឿងមួយដែលមានចំណងជើងថានំប៉័ងមានជីវិតតោះមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមចុច like និង subscribe មកដល់ Channel យើងខ្ញុំផងតោះកុំឲ្យខាត់ពេលយូរតោះយើងចូលទៅមើលសាច់រឿងយើងទាំងអស់គ្នាហើយសាច់រឿងរបស់យើងផ្ដើមចេញដំបូងឲ្យយើងឃើញអំពីកន្លែងដុតនំមួយកន្លែងដែលឃើញមេចុងភៅកំពុងតែរៀបចំធ្វើការដុតនំជាច្រើនដើម្បីទុកលក់នៅថ្ងៃស្អែកហើយមើលទៅលើការធ្វើនំរបស់គាត់ផងដែរគាត់ហាក់ដូចជាជំនាញខ្លាំងមែនតើនំរបស់គាត់គឺមានរូបរាងសភាពមើលទៅស្អាតគួរឲ្យទាក់ទាញនិងគួរឲ្យចង់ញ៉ាំនំរបស់គាត់បានរួចរាល់យើងមើលទៅពិតជាចំណងឆ្ងាញ់មែនតើនំប៉័ងរបស់ពូអ្នកនេះបានធ្វើឲ្យមានប្រាក់ទឹកមាត់តែម្ដងសាច់រឿងបានកាត់មកដល់នៅពេលព្រឹកបង្ហាញពីទស្សនវិជ្ជានៅខាងមុខហាងលក់នំប៉័ងហាងរបស់គាត់មានសភាពស្រស់ស្អាតគួរឲ្យទាក់ទាញមែនតើបើសិននៅក្រៅសាច់រឿងខ្ញុំទៅទិញមិនគេហើយតោះទៅញ៉ាំនំមួយអត់មានហាងរបស់គាត់បានបើកជាធម្មតាតែអ្វីដែលមិនធម្មតានោះគឺអ្នកទាំងអស់គ្នាមើលទៅលើនំដែលគាត់បានធ្វើការពីយប់មិញគឺវាមានភ្នែកមានមាត់ដូចជាមនុស្សសំឡេងកណ្ដឹងក៏បានរោភ្ញៀវម្នាក់ពាក់អាវក្រហមក៏បានចូលមកដល់គេបានសម្លឹងឃើញនំដែលមានជីវិតនោះពួកគេមិនដឹងទេថានោះគឺជាផ្លូវទៅរកសេចក្តីស្លាប់ពួកគេត្រេកអរនឹងដើមគ្នាដើម្បីឲ្យនោះស្រីអ្នកនោះចាប់យកពួកគេបានចាប់យកនំដែលនៅខាងក្រោយនំដ៏ខ្ជូតនៅខាងមុខគេនោះនំដែលនៅខាងមុខគេហាក់ដូចជាភើបត្រេកអរនិងឆ្ងល់តើពួកគេនឹងទៅជាបែបណាក្រោយមកគេបានឃើញស្ត្រីនោះលើកនំយកទៅដាក់ក្បែរមុខគេគិតថាប្រហែលជាស្ត្រីនោះចង់ថើបប៉ុន្តែដាក់នំមកសើម្ដងគឺស្ត្រីនោះបានខំញ៉ាំនំមួយម៉ាត់ធ្វើឲ្យគេមានការភាំងជាខ្លាំងទ្វារហាងបានបើកទៀតហើយមានបុរសពាក់អាវពណ៌បៃតងម្នាក់បានចូលមកដល់ហើយក៏សម្លឹងឃើញនំដែលមានជីវិតដូចគ្នានំដែលមានជីវិតដែលជាតួឯងមានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងគេគ្មានវិធីអ្វីក្រៅពីធ្វើឲ្យខ្លួនឯងមានសភាពអាក្រក់កុំឲ្យគេទិញយកទៅរួចខ្លួនមួយគ្រាទៀតហើយគេបានដកដង្ហើមធំប៉ុន្តែមួយស្របក់ក្រោយមកទ្វារក៏បានបើកបន្តទៀតនំដ៏វៃឆ្លាតរបស់យើងខំព្យាយាមធ្វើទឹកមុខផ្លាស់ប្ដូរដងហើយម្ដងទៀតដងទឹកមុខប្លែករហូតដល់រួចខ្លួនដល់ពេលយប់ឡានក៏បានចាក់ចេញនំដែលនៅសល់គឺមានតែមួយគត់គឺជានំដ៏វៃឆ្លាតរបស់យើងហាងក៏បានបិទគេគិតថានឹងរួចខ្លួនទៅហើយប៉ុន្តែស្រាប់តែមេចុងភៅក្រឡេកទៅឃើញនំនោះនៅសល់តែមួយមេចុងភៅលោកដៃចាប់កាន់នំនោះថ្នមយកមកចាក់នំប៉័ងខំស្រែកថាកុំតែម្ចាស់ហាងបានយកទៅចិត្តនិងខាំនំលឺសូរតែក្រប់មានពន្លឺចាំងពណ៌សមួយឆ្លាតហើយក៏ផុសចេញនៅនំប៉័ងដែលមានស្លាបយ៉ាងស្រស់ស្អាតហាក់ដូចជាទេវតាមួយអង្គគេមិនបានកើតទុកគឺគេរីករាយសប្បាយហើយសម្លឹងទៅមុខចុងភៅទាំងស្នាមញញឹមសំឡេងសើចតិចហើយក៏បានចាក់ចេញឆ្ងាយទៅហើយរឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណា